បើសិនជាពុកម៉ែបងប្អូនគ្នាចង់ដាំដំណាំដោយមិនប្រើប្រាស់ជីគីមីនិងសត្វល្អិតអញ្ចឹងនេះគឺជាវិធីទាំង5ដែលពុកម៉ែបងប្អូនគ្នាគួរតែយកទៅអនុវត្តហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងរៀបរាប់ជូនពុកម៉ែបងប្អូនគ្នាវិធីសាស្ត្រទី1គឺយើងត្រូវតែចេះរៀបចំដីនិងកែលម្អដីបើសិនជាដីយើងមានមេរោគច្រើនហើយនឹងមានសត្វល្អិតជាពិសេសដីរបស់យើងគឺជាប្រភេទដីអាស៊ីតឬក៏ដីជូរហ្នឹងពុកម៉ែបងប្អូនគ្នាអាចប្រើប្រាស់ជាកបោសទៅលើដីរបស់យើងហើយពុកម៉ែបងប្អូនគ្នាអាចបន្ថែមនៅជីកប៉ុសពីលើបន្ថែមទៀតដើម្បីឲ្យដីរបស់យើងហ្នឹងគឺបាទមានសារធាតុចិញ្ចឹមឡើងវិញហើយកែលម្អពីដីដែលដាំដុះបង្កើតរហូតមកដីដែលយើងអាចដាំដុះបានមកវិញមួយវិញទៀតបើសិនជាយើងចង់ឲ្យដីរបស់យើងមានសារធាតុអាស៊ូតនៅក្នុងហ្នឹងគឺគេដាំដំណាំប្រភេទពពួកអំបោសសណ្ដែកដែលពពួកអំបោសទាំងអស់នេះគឺវាជាប្រភេទដំណាំដែលវាស្រូបយកអាស៊ូតពីបរិយាកាសមកស្តុកនៅក្នុងឫសរបស់វាហើយដល់ពេលដែលវាចិត្តចេញផ្លែផ្កាគឺយើងត្រូវតែព្យួរលុបចោលដើម្បីឲ្យសារធាតុអាស៊ូតទាំងអស់នោះគឺវាកប់នៅក្នុងដីអញ្ចឹងនៅពេលដែលយើងដាក់ដាំដំណាំជាប្រភេទបន្លែអីទៅគឺវាធ្វើឲ្យដំណាំរបស់យើងបាទអាចលូតលាស់បានល្អផងដែរហើយមួយវិញទៀតគឺយើងអាចបន្ថែមជាជីគ្រាប់នៅពេលដែលយើងធ្វើរងណាពុកម៉ែបងប្អូនគ្នាវិធីសាស្ត្រទី2គឺជាដំណាក់កាលនៃការជ្រើសរើសគ្រាប់ពូជអញ្ចឹងបើសិនជាយើងអត់ចេះជ្រើសរើសគ្រាប់ពូជទេយើងពិបាកនៅក្នុងការដាំដុះហើយនៅពេលដែលយើងដាំដុះគឺយើងពិបាកក្នុងការថែទាំខ្លាំងមែនតើបើសិនជាយើងជ្រើសរើសពូជគឺយើងត្រូវតែជ្រើសរើសពូជណាដែលមានភាពធន់ទៅនឹងជំងឺហើយនឹងសត្វល្អិតហើយមួយទៀតគឺជាពូជដែលយើងអាចដាំដុះបាននៅក្នុងតំបន់របស់យើងអញ្ចឹងណាពុកម៉ែបងប្អូនគ្នាដូចជាតកតងទៅនឹងអាកាសធាតុតកតងទៅនឹងសត្វល្អិតនៃការរៀនក្បាលអីជាដើមអញ្ចឹងបើយើងជ្រើសរើសត្រឹមត្រូវគឺយើងដាំទៅគឺវាអត់ពិបាកនៅក្នុងការថែទាំទេមុនពេលដែលយើងចាប់ដើមដាំដុះគឺយើងអត់បដោះហ្នឹងគឺយើងដាំដោយប្រើប្រាស់គ្រាប់ទៅលើថ្នាលបដោះរបស់យើងតែម្ដងគឺពុកម៉ែបងប្អូនគ្នាមុនពេលដែលយកទៅដាំគឺពុកម៉ែបងប្អូនគ្នាអាចត្រាំនៅថ្នាំវីនីហ្គាជាមុនសិនដើម្បីការពារពីពពួកសម្ោចបាទពំនាំគ្រាប់យកទៅអញ្ចឹងណាបើយើងបដោះវារត់តែចំណេញណាពុកម៉ែបងប្អូនគ្នាតែបើយើងដាក់គ្រាប់បាទយើងយកទៅត្រាំទឹកខ្មេះហើយយើងបដោះក៏អាចត្រាំទឹកខ្មេះបានដែរពុកម៉ែបងប្អូនគ្នាដំណាក់កាលទី3គឺជាដំណាក់កាលនៃការថែទាំនិងដាំដុះអញ្ចឹងនៅពេលដែលយើងដាំដុះគឺយើងត្រូវដាំដោយមានគម្លាតជួរនិងចន្លោះត្រឹមត្រូវដើម្បីអីគឺដើម្បីងាយស្រួលនៅក្នុងការដាក់ជីគ្រាប់ចូលឬក៏ដាក់ជីកប៉ុសចូលមួយវិញទៀតចំពោះការគ្រប់គ្រងទឹកពុកម៉ែបងប្អូនគ្នាបើសិនជាយើងដាំក្នុងផ្ទះស្នាបែបអញ្ចេះគឺយើងប្រើប្រាស់ជាប្រព័ន្ធតំណក់ទឹកវិញអញ្ចឹងងាយស្រួលនៅក្នុងការស្រោចស្រពទេប៉ុន្តែបើសិនជាក្នុងករណីបើយើងអត់ប្រើប្រាស់ជាប្រព័ន្ធតំណក់ទឹកយើងប្រើប្រាស់ជាប្រភេទពពួកសាច់ក៏វាពិបាកក្នុងការសាច់ដែរបើសិនជាយើងដាំបន្លែជាលក្ខណៈញឹកពេកអញ្ចឹងវាធ្វើឲ្យស្លឹកទាំងអស់ហ្នឹងគឺវាគ្របដណ្ដប់ទៅលើដីទាំងអស់តែម្ដងនៅពេលដែលយើងស្រោចទៅបាទវាទៅខាងធ្លាក់ទឹកទៅលើផ្លូវដែលយើងដើរទេអញ្ចឹងអាទឹកដែលនៅត្រូវតែចូលទៅតាមគល់គឺអត់ចូលអញ្ចឹងបាទគឺយើងដាំដោយមានចន្លោះជួរនិងចន្លោះគុំដំណាក់កាលទី4គឺជាដំណាក់កាលនៃការការពារនិងការគ្រប់គ្រងសត្វល្អិតនិងជំងឺអញ្ចឹងបើសិនជាយើងចង់ដាំបន្លែដោយមិនប្រើប្រាស់ថ្នាំគីមីបាញ់ទៅលើបន្លែរបស់យើងអញ្ចឹងពុកម៉ែបងប្អូនគ្នាគួរតែរកថ្នាំពុលណាដែលជាថ្នាំពុលធម្មជាតិដើម្បីសម្លាប់ទៅលើពពួកសត្វល្អិតទាំងអស់នោះអញ្ចឹងពពួកសត្វល្អិតទាំងអស់នោះគឺវាមានប្រភេទថ្នាំផ្សេងជាច្រើនប៉ុន្តែពុកម៉ែបងប្អូនគ្នាកុំឲ្យពិបាកនៅក្នុងការរកគ្រឿងផ្សំយកមកផ្សំខ្លួនឯងពិបាកការធ្វើពុកម៉ែបងប្អូនគ្នាអាចប្រើប្រាស់វីនីហ្គាបាញ់ក៏បានដែរពីព្រោះថាទឹកខ្មេះឈើគឺជាប្រភេទទឹកខ្មេះដែលបណ្ដេញសត្វល្អិតទាំងអស់នោះមានន័យថាវាធំក្លិនអញ្ចឹងនៅពេលដែលវាធំក្លិនសត្វល្អិតនោះវាគិតថាវាមិនមែនជាអាហាររបស់វាអញ្ចឹងវាអាចហើរចេញពីបន្លែរបស់យើងអញ្ចឹងចំពោះតកៅក៏ដូចគ្នាដែរហើយបើសិនជាពុកម៉ែបងប្អូនគ្នាបាញ់វីនីហ្គាវាអត់តាន់គ្រប់គ្រាន់ទេនៅចំណុចនេះទៀតគឺជាការដាំដំណាំឆ្លាស់អញ្ចឹងបើសិនជាយើងមានរងច្រើនពុកម៉ែបងប្អូនគ្នាគួរណាតែដាំដំណាំបាទមួយរងដូចថាមួយរងនេះគឺយើងដាំដំណាំស្ពៃមួយរងនោះគឺយើងដាំដំណាំម្ទេសហើយរងទៀតគឺយើងដាំម្អមដាំស្អំឬក៏ដាំដំណាំផ្សេងដែលពុកម៉ែបងប្អូនគ្នាបាទចង់ដាំអីចឹងទៅ
អាហ្នឹងគឺសម្រាប់ដាំនៅក្រៅផ្ទះគឺជាថាដាំដំណាំឆ្លាស់ស្រេចបាត់ទៅហើយតែបើសិនជាយើងដាំនៅក្នុងផ្ទះសំណាញ់ចំពោះបន្លែក្នុងផ្ទះសំណាញ់គឺយើងដាំបន្លែសុទ្ធវគ្គក្រោយគឺយើងដាំម្ទេសយើងទៅហើយវគ្គក្រោយទៀតគឺយើងដាំដំណាំអីផ្សេងទៀតទៅដើម្បីជៀសវាងពីពពួកសត្វល្អិតទាំងអស់នោះដំណាក់កាលទី5គឺជាដំណាក់កាលចុងក្រោយដែលយើងក្រោយពេលដែលប្រមូលផលហើយអញ្ចឹងនៅពេលដែលយើងប្រមូលផលហើយប្រមាណបងប្អូនគ្នាគួរណាតែសម្អាតដីឡើងវិញមានន័យថាក្រោយពេលដែលយើងប្រមូលផលហើយគឺប្រកាសជាសល់កាកសំណល់អញ្ចឹងកាកសំណល់ទាំងអស់នោះគឺយើងអាចព្យួរលុបឲ្យវាបង្កើតទៅជាជីកប៉ុសនៅក្នុងដីតែម្ដងហើយបន្តមកទៀតគឺយើងអាចហាលទុកបាទរយៈពេលមួយអាទិត្យឬក៏2អាទិត្យអីទៅដើម្បីសម្រាប់មេរោគគឺយើងអាចដាំដំណាំផ្សេងជាបន្តទៀតនៅអ្វីដែលយើងចង់ដាំអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅកាន់ពុកម៉ែបងប្អូនគ្នាហើយបើសិនជាពុកម៉ែបងប្អូនគ្នាមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូនេះបានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ